បន្ទាប់ពីវ៉ាកងហើយបែនកវ៉ាន់ជាមួយនឹងក្រែមផាមិចហ្នឹងគឺបានណាត់គ្នាដើម្បីជិះឡានដើរលេងទៀតហើយប៉ុន្តែគឺអត់បានសម្រេចទេអ្នកទាំងអស់គ្នាដោយសារតែកវ៉ាន់ជាមួយនឹងក្រែមផាមិចហ្នឹងគឺកំពុងតែត្រូវបានគេចាប់ហើយអ្នកដែលចាប់ហ្នឹងគឺដុកទ័រអេនីម៉ូរបស់យើងនឹងឯងតែដុកទ័រអេនីម៉ូហ្នឹងគឺមានកម្រងការអាក្រក់ទៀតហើយក្នុងការចង់ពំទុះជាមួយនឹងភពផែនដីរបស់យើងប៉ុន្តែអត់កំទេចទេគឺចង់ឲ្យមនុស្សរបស់យើងនៅក្នុងលើភពផែនដីហ្នឹងខ្លាចជាកូនចៅឬក៏ជាសត្វដែលគាត់អាចគ្រប់គ្រងបានទាំងអស់ហើយឃើញថាដុកទ័រអេនីម៉ូម្ដងហ្នឹងគឺបាន prepare ច្រើនខ្លាំងមែនទែនដែលគាត់មានជាមួយនឹងបិសាចផ្សេងៗសម្រាប់ការពារគាត់ហើយមិនត្រឹមតែប៉ុណ្្នឹងទេអាហ្នឹងគឺលឿនខ្លាំងហើយ band របស់យើងក៏អាចវាយឈ្នះជាមួយនឹងវាបានដែរដោយសារតែអាសត្វកដោបមួយនឹងដែរដុកទ័រអេនីម៉ូនឹងបានប្រើជាមួយនឹងថាមពលរបស់គាត់ឬក៏ technology របស់គាត់នឹងធ្វើឲ្យវានឹងតាន់ខ្លាំងមែនទែនសូម្បីតែ band នឹងគឺអាចដុតវាទេដល់ដុកទ័រអេនីម៉ូក៏គាត់ដឹងដែរទោះបីជាគាត់ចង់វាយជាមួយនឹង band ក៏អត់អាចឈ្នះជាមួយនឹង band វិញអញ្ចឹងហើយគាត់ក៏បានសុខចិត្តថាជីកដោបនឹងរត់ទៅចំណែកឯ band វិញគឺប្រែការជាមួយនឹង alien ជាច្រើនខ្លាំងមែនទែនដើម្បីថាកុំឲ្យខកបែកនឹងពំទុះនឹង band ខំប្រឹងប្រែកន្លះទៅជា accelerate ផងទៅជា eye guy ហឹងជាមួយនឹង hit blast ផងធ្វើម៉េចឲ្យខកបែកនឹងផ្ទុះប៉ុន្តែខកបែកនឹងបែរជា error អញ្ចឹងដើម្បី shut down ឬក៏បិទជាមួយនឹងថាមពលខកបែកនឹង band របស់យើងនឹងគឺសម្រាប់ចិត្តថាទៅដេញចាប់ជាមួយនឹង Dr. Animal នឹងឯងប៉ុន្តែខកបែកទាំងអស់ហ្នឹងវាបានជាផ្ទុះទៅវិញមុនពេលដែល band របស់យើងនឹងចាប់ Dr. Animal បានប៉ុន្តែដោយសារតែ band របស់យើងនឹងគឺចុចញ៉ៃញ៉ៃខ្ទេចខ្ទីអស់ហើយអញ្ចឹងគឺអត់មានបានផ្ទុះលើពិភពលោករបស់យើងនឹងឲ្យមនុស្សខ្លាចជាកដោបឬក៏អីទេប៉ុន្តែអ្វីដែលប្លែកនឹងគឺនាឡិការបស់ band ដែលនាឡិការបស់ band នឹងប្រែកន្លះទៅជាពណ៌លឿងវិញប៉ុន្តែសំខាន់ band របស់យើងគឺអត់ខ្វល់នៅតែប្រែកន្លះដើម្បីទៅដេញចាប់ Dr. Animal ដដែលប៉ុន្តែនាឡិកាហ្នឹងគឺវាចាប់ផ្ដើមប្លែកអ្នកទាំងអស់គ្នាដោយសារតែវានឹង switch ឬក៏ដូរជាមួយនឹង hero ហ្នឹងដែល band របស់យើងអាចបានចុចអីទាំងអស់ប៉ុន្តែយ៉ាងណាក៏ដោយអ្នកទាំងអស់គ្នា band របស់យើងគឺឆ្លាតនៅតែអាចចាប់ជាមួយនឹង Dr. Animal បានប៉ុន្តែស្រាប់តែពេលហ្នឹងដែរនាឡិការបស់ខ្លួនធ្វើទុកហើយក៏បានធ្លាក់ចូលទឹកអាស៊ីតហ្នឹងឯងប៉ុន្តែចែកដនអីក៏ band របស់យើងនឹងចេះប្រើវេទមន្តរបស់ Charm Caster ហើយក៏បានជួយ band របស់យើងបានសម្រេចគ្រាន់តែចាប់ Dr. Animal ទៅឲ្យប៉ូលីសហើយចឹងទៅ band របស់យើងនឹងជាមួយនឹង Gwen នឹងក៏សម្រេចចិត្តថាទៅ shopping មួយគ្នាប៉ុន្តែនៅពេលដែលកំពុងតែ shopping មួយគ្នានឹងស្រាប់តែនាឡិការបស់ band នឹងវាលោតពណ៌លឿងមកហើយក៏ផ្ទុះទៅសំខាន់ពីរអ្នកហ្នឹងគឺផ្ទុះជាប់ជាមួយនឹងអ្នកលក់កៅអៅហ្នឹងដែលធ្វើឲ្យកន្លែងលក់កៅអៅរបស់គេញ៉ៃញ៉ៃអញ្ចឹងគេមានតែសម្រេចចិត្តដេញពីរអ្នកហ្នឹងចេញពីហាងរបស់គេទៅហើយបានមកសន្ទុះក្រោយមកគឺយើងឃើញថាមានយានអវកាសមួយហ្នឹងគឺបានមករក band ទៀតហើយដែល band គាត់ឃើញយានអវកាសឲ្យមកមុខខ្លួនអញ្ចឹងខ្លួនចង់រកប្រែកន្លាដើម្បីទៅវាយជាមួយនឹងអាប៉ែហ្នឹងប៉ុន្តែតាមពិតទៅអាប៉ែហ្នឹងគឺជាអ្នកមកជួយ band ហ្នឹងទេហើយឈ្មោះរបស់គាត់ហ្នឹងគឺឈ្មោះថា Tetrek អ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាអត់ចាំទេអាប៉ែហ្នឹងឯងដែលជួយ band របស់យើងនឹងការជាប្រហែលអេពីសូតមុននៅពេលដែលមានគេចង់សម្លាប់ band របស់យើងយកនីលកាហើយអ្នកទាំងអស់គ្នាដឹងហើយគាត់មកហ្នឹងគឺមូលហេតុដោយសារតែនីលការបស់ band ហ្នឹងឯងគាត់និយាយថានីលការបស់ band ហ្នឹងបានលូត signal នៅក្នុង galaxy ទាំងមូលហ្មងដែលគាត់និយាយថានីលកាហ្នឹងប្រហែលជាជាប់ជាមួយនឹង self destruct mode ហើយ self destruct mode ហ្នឹងបើសិនជា band របស់យើងអត់ដោះទេ band របស់យើងនឹងផ្ទុះខ្លួនឯងស្លាប់តែម្ដងជាមួយនឹងខឹមតិចនីលការបស់ខ្លួនឯងនឹងចោលទៀតហើយគាត់ក៏បានប្រាប់ band តទៀតដែលគាត់និយាយថាគាត់ចង់នាំ band របស់យើងនឹងទៅជួបជាមួយនឹង Asmith ជាអ្នកដែលបង្កើតជាមួយនឹងនីលការបស់ខ្លួនឯងហ្នឹងព្រោះមានតែ Asmith ទេដែលអាចដកជាមួយនឹង code self destruct mode នឹងបានហើយមួយទៀត Grand Pamage ជាមួយនឹង Gwen ហ្នឹងគឺ Tetrek របស់យើងអត់បានឲ្យឡើងជាមួយនឹងយានអវកាសរបស់គាត់ទេដោយសារតែគាត់និយាយថាគាត់នឹងអាចទៅរៀងឆ្ងាយអញ្ចឹងហើយវាអាចមានគ្រោះថ្នាក់ចំពោះ Grand Pamage ជាមួយនឹង Gwen ផងដែរអញ្ចឹងគាត់អត់ឲ្យពីរអ្នកនឹងឡើងយកហ្មងអញ្ចឹង band របស់យើងគឺសប្បាយចិត្តដែលគាត់និយាយថាគាត់បានដើរលេងជាមួយនឹង spaceship ឬក៏យានអវកាសថ្មីហើយសំខាន់អត់មាន Gwen មកញ៉ៃញ៉ៃគាត់ទៀតប៉ុន្តែ Tetrek ហ្នឹងមិនមែនជាមនុស្សម្នាក់គត់ដែលអាចដឹងរឿងហ្នឹងទេដោយសារតែ Galaxy ទាំងមួយបានដឹងអញ្ចឹងហើយវា Gate របស់យើងក៏បានដឹងដែរចំណែក Tetrek វិញគឺយកនីលកាហ្នឹងយកទៅ scan ព្រោះអីខ្លួនចង់ដឹងថា Asmith នៅណាដោយសារតែពេលដែល Asmith បង្កើតហ្នឹង Asmith បានដាក់ DNA របស់គាត់ហ្នឹងជាប់ជាមួយនឹងកូននីលកាហ្នឹងឯងហើយនៅពេលដែល research ប្រហែលជារឿង Master 2 ដែរមក Tetrek របស់យើងហ្នឹងក៏បានដឹងថា Asmith ហ្នឹងនៅណាប៉ុន្តែស្រាប់តែឮសំឡេងមួយទៅ band របស់យើងនឹងសម្រាប់ចាត់ថាប្រែកន្លះទៅជា accelerate ប៉ុន្តែអត់បាន accelerate ទេបែរជាបានជាមួយនឹង Valmut វិញហើយអ្នកដែលបានឡើងលើ ship ឬក៏យានអវកាសហ្នឹងអត់មានណាគេទៀតទេគឺ Gwen របស់យើងនឹងឯងដែលនិយាយថាចង់មកជាមួយនឹង band ដែរដោយសារតែបារម្ភពី band ហើយ Tetrek ហ្នឹងក៏បានដឹងថា Asmith របស់យើងនៅណាគ្រាន់ថាគាត់អត់យល់ថាហេតុអីបាន Asmith ទៅនៅកន្លែងហ្នឹងគឺជាកន្លែងដែលគេដាក់ទោសជាមួយនឹងពួក alien ណាធ្វើអីខុសច្បាប់ប៉ុន្តែយ៉ាងណាក៏ដោយដើម្បីកុំឲ្យនីលកានឹងផ្ទុះគាត់សម្រេចចិត្តថាទៅកន្លែងហ្នឹងដែលជាកន្លែងមួយសម្រាប់គេដាក់អ្នកទោសហ្នឹងហើយ
ហើយដោយសារតែខ្លួនឯងមិនអ្នកទោសអញ្ចឹងគាត់ក៏បានហេតុជាមួយនឹងកាមេរ៉ាហ្នឹងទើបធ្វើឲ្យខ្លួនហ្នឹងចូលទៅកាន់កន្លែងគុកហ្នឹងដែលអត់មានអ្នកគេចាប់គាត់ទេប៉ុន្តែដោយសារតែ ban ជាមួយនឹង Gwen ហ្នឹងជាមនុស្សអញ្ចឹងក៏ឲ្យគាត់ឲ្យពីរនាក់ហ្នឹងបន្លំខ្លួនធ្វើជា alien ទៅដោយសារតែពួកហ្នឹងវាអត់សូវចូលចិត្តមនុស្សយើងហ្មងទេស្រាប់តែពេលហ្នឹងដែរ ban របស់យើងកំពុងតែនៅក្នុង costume ហ្នឹងស្រាប់តែឃើញជាមួយនឹង Virgate ដែលគាត់និយាយថាបើសិនជានីលកាហ្នឹងគុំតែផ្ទុះដែរអញ្ចឹងគាត់សុកចិត្តយកនីលកាហ្នឹងដើម្បីកម្ចាត់ជាមួយនឹង Virgate ចោលហ្មងហើយអញ្ចឹងហើយក៏បានប្រែកន្លះទៅជាអាប់ឆាំងដែលទុក Gwen របស់យើងហ្នឹងនៅម្នាក់ឯងដោយ alien ជាច្រើនបានមើលទៅកាន់ Gwen វាយជាមួយនឹង Virgate ហ្នឹងមួយថ្ងៃតើប៉ិតចុងក្រោយទៅអាប៉ែដែលកំពុងតែវាយគ្នាជាមួយនឹង Ben ហ្នឹងតាមប៉ិតមិនមែនជា Virgate សោះគ្រាន់តែជា alien ដែលមានពូជដូច Virgate តែប៉ុណ្្នឹងឯងហើយសំខាន់នៅពេលដែល Ben របស់យើងហ្នឹងខ្លាចទៅជាមនុស្សវិញគឺយើងឃើញថា alien ទាំងអស់ហ្នឹងគឺស្គាល់ជាមួយនឹងនីលការបស់ Ben ទាំងអស់អញ្ចឹងពួកហ្នឹងគឺចង់លួចនីលការបស់ Ben ខ្លាំងមែនតើអញ្ចឹងនៅពេលដែលនីលកាហ្នឹងប្រែកន្លះអត់ទាន់បានសម្រេចចិត្តថាចង់វាយជាមួយនឹង alien ទាំងអស់ហ្នឹងប៉ុន្តែ Theatric របស់យើងហ្នឹងបានមកជួយ Ben របស់យើងតាន់ហើយមិនត្រឹមតែប៉ុណ្្នឹងអា alien ស្រីមិញដែល Ben របស់យើងកំពុងតែវាយថាមុខដោយ Virgate ហ្នឹងគឺបាននិយាយថាគាត់ហ្នឹងឯងគឺជា Asmith ប៉ុន្តែនិយាយមួយគ្នាមិនទាន់ចាប់សាច់រឿងងគឺអា alien ម្នាក់ហ្នឹងបានមកលួច Ben របស់យើងយកទៅប៉ុន្តែនីលការបស់ Ben ហ្នឹងស្រាប់តែវាផ្ទុះឡើងទើបធ្វើឲ្យពួកហ្នឹងស្លាប់អស់លេងអ្នកបើកយានអវកាសរបស់ Theatric របស់យើងហ្នឹងគឺបានមកជួយពួកហ្នឹងតាន់នៅពេលដែល alien ទាំងអស់ហ្នឹងត្រូវបានស្លាប់អញ្ចឹងហើយអាប៉ែ Asmith ហ្នឹងគឺបាន scan ជំរឿនលេខារបស់ Ben ដើម្បីដោះកូដមួយហ្នឹងប៉ុន្តែចុងក្រោយនិយាយថាគាត់អត់បានចេះដោះកូដមួយហ្នឹងទេតាមពិតទៅយាយប៉ែហ្នឹងក៏មិនមែនជា Asmith ដែរអ្នកទាំងអស់គ្នាគ្រាន់តែគាត់ហ្នឹងធ្លាប់ជួយ Asmith ដើម្បីបង្កើតជំរឿនលេខារបស់ Ben និយាយទៅគឺគាត់គ្រាន់តែជាជំនួយការរបស់ Asmith ក្នុងការជួយដើររកជាមួយនឹង DNA ទាំងអស់ហ្នឹងទេដល់ Theatric ហ្នឹងឃើញយាយប៉ែហ្នឹងក៏ហាក់ចឹងថាចង់គប់យាយប៉ែហ្នឹងទៅកន្លែងគុកមិញវិញប៉ុន្តែយាយប៉ែហ្នឹងថាគាត់ដឹងថា Asmith ហ្នឹងនៅណាអញ្ចឹងគាត់អាចជួយរកជាមួយនឹង Asmith ឲ្យ Ben របស់យើងបានហើយមួយទៀតទោះបីជាគាត់ចង់ឬមិនចង់ក៏ត្រូវជួយជាមួយ Ben ដែរដោយសារគាត់និយាយថានីលកាហ្នឹងបើសិនជាផ្ទុះមិនមែនស្លាប់តែ Ben ទេគឺស្លាប់ទាំង Galaxy ទាំងមូលយកមកចំណែក Ben វិញគ្រាន់លឺអញ្ចឹងគឺភ័យខ្លាំងក៏សម្រេចចិត្តចង់ឲ្យជាមួយនឹង Theatric ហ្នឹងយកយាយប៉ែហ្នឹងដើម្បីឲ្យយាយប៉ែហ្នឹងជួយរក Asmithស្របពេលដែល Ben របស់យើងនឹងកំពុងតែដើររកជាមួយនឹង Asmith ហ្នឹង Virgate ហ្នឹងក៏បាន track ឬក៏បានរក location របស់ Ben របស់យើងបានឃើញដែរហើយបានមកស្ទុះក្រោយមកឃើញថា Ben ជាមួយនឹងគ្នាក៏បានដោះរកជាមួយនឹងកន្លែងដែល Asmith របស់យើងនៅប៉ុន្តែកន្លែងណាគឺពិបាកក្នុងការធ្វើដំណើរខ្លាំងមែនទែនដោយសារតែ Asmith ហ្នឹងបានបើកជាមួយនឹង projectile មួយធ្វើឲ្យកន្លែងហ្នឹងងឹតឈឹងហ្មងសូម្បីតែមាន technology ខ្លាំងប៉ុណ្ណាក៏អាចមើលឃើញដែរប៉ុន្តែមានតែរបស់មួយគត់ដែលអាចមើលកន្លែងហ្នឹងឃើញគឺនីលការបស់ Ben របស់យើងនឹងឯងអញ្ចឹងហើយបានចុងក្រោយ Ben របស់យើងនឹងបានឡើងទៅលើយានអវកាសនឹងដើម្បីបើកនីលកានឹងឯងក្នុងការប្រចាំងជាមួយនឹងថាមពលទាំងអស់ហ្នឹងដើររកជាមួយនឹង Asmith ប៉ុន្តែដោយសារថាមពលនឹងខ្លាំងពេកធ្វើឲ្យយានអវកាសរបស់ Theatric ហ្នឹងគឺរងជាមួយនឹងថាមពលនឹងអត់បានឯងរំកើឡើងពេញហ្នឹងយកហ្មងនៅពេលហ្នឹងដែរគឺបានមើលកន្លែងហ្នឹងបានឃើញហើយប៉ុន្តែអ្វីដែលពិបាកបំផុតហ្នឹងគឺ Virgate ហ្នឹងក៏បានមកដល់កន្លែងហ្នឹងដែរហើយមកម្ដងហ្នឹងគឺមានជាមួយនឹងកូនចៅរបស់វាច្រើនខ្លាំងដើម្បីការពារ Ben ហ្នឹង Theatric ក៏បានឲ្យយានអវកាសមួយ Ben របស់យើងសម្រាប់បើកប៉ុន្តែ Ben របស់យើងហ្នឹងក៏អត់ចេះបើកជាមួយយានអវកាសហ្នឹងដែរបើ Theatric វិញគឺខំវាយជាមួយនឹងកូនចៅរបស់ Virgate ប៉ុន្តែវាយយ៉ាងណាក៏អត់អស់ដែរដោយសារគ្នាវានឹងច្រើនរាប់សឹងតែអត់កើតហើយអត់យូរម៉ានហ្នឹង Ben របស់យើងក៏អាចបើកជាមួយនឹងយានអវកាសហ្នឹងបានដោយសារតែ Ben របស់យើងហ្នឹងគឺឆ្លាតខ្លាំងប៉ុន្តែគឺវារៀងយឺតមែនតើអ្នកទាំងអស់គ្នាអញ្ចឹងហើយ Virgate របស់យើងចុងក្រោយហ្នឹងក៏បានឡើងជាមួយនឹងយានអវកាសរបស់ Theatric របស់យើងបានសម្រេចទៀតប៉ុន្តែពេលមកដល់ហ្នឹង Virgate ហ្នឹងគឺដឹងថា Ben របស់យើងហ្នឹងបានចេញពីកន្លែងហ្នឹងហើយឯងអញ្ចឹងហើយគឺខឹង Ben របស់យើងហ្នឹងខ្លាំងមែនតើមិនធម្មតាប៉ុណ្្នឹងឯងកូនចៅហ្នឹងគឺចង់វាយជាមួយនឹង Gwen ទៀតប៉ុន្តែឥឡូវហ្នឹង Gwen របស់យើងចេះប្រើវេទមន្តអញ្ចឹងហើយពួកហ្នឹងចាប់ Gwen ហៀងប្របាក់បន្តិចឯងចំណែក Theatric វិញគឺវាយជាមួយនឹងកូនចៅរបស់ Virgate ជាច្រើនហើយក៏បានសម្លាប់ពួកហ្នឹងក៏អស់ច្រើនដែរប៉ុន្តែគឺមានជាមួយនឹង alien មួយចំនួនហ្នឹងបានរកឃើញ Gwen របស់យើងហើយចង់សម្លាប់ជាមួយនឹង Gwen របស់យើងទៀតប៉ុន្តែនៅពេលដែលបាញ់កាភ្លើងរបស់ខ្លួនហ្នឹងស្រាប់តែអាប៉ែមួយដែលថាជួយបើកបរចំនួនយានជំនិះរបស់ Theatric ហ្នឹង sacrifice ខ្លួនឯងដើម្បីការពារជាមួយនឹង Gwen តាមពិតទៅបើ Ben រត់បានហើយប៉ុន្តែដោយសារតែឃើញថា Gwen ហ្នឹងនៅលើយានអវកាសហ្នឹងដែរចឹង Ben ក៏សម្រេចចិត្តថាមកវិញដើម្បីរក Gwen របស់យើងហើយមួយទៀតហ្នឹង Ben ក៏អាចវាយជាមួយនឹង Virgate បានដែរដោយសារនីលការបស់ខ្លួនបើប្រែកន្លាប្រហែលជា 4-5 ដងទៀតវានឹងផ្ទុះវិភ្លាមយកហ្មងដែលឲ្យ Ben របស់យើងហ្នឹងមានពេលក្នុងការជួសជុលនីលកាហ្នឹងទេយ៉ាងណាក៏ដោយ Virgate គឺអាចចាប់ Ben បានទេដោយសារតែ Ben របស់យើងឆ្លាតហ្នឹងគឺបានបើកជាមួយនឹងអាកបាំងក្រោយដើម្បីឲ្យ Virgate របស់យើងហ្នឹងហោះចេញពីកន្លែងហ្នឹងហើយខ្លួនវិញពាក់ជាមួយនឹងអាវការពារកុំឲ្យខ្លួនសស័តអណ្ដែតដូច Virgate ដែរ
trong khói cứពួកនឹងបានរកឃើញកន្លែងដែលអាស្មិតនៅហើយប៉ុន្តែកន្លែងហ្នឹងសិតតែមានត្រែបឬក៏តាក់ជាច្រើនខ្លាំងមែនទែនដែលពិបាកក្នុងការចូលទៅរកអាស្មិតទោះបីមានថាតេជួយក៏ដោយដោយសារតែអេលៀនហ្នឹងមានច្រើនខ្លាំងអញ្ចឹងហើយការពារកវ៉ែនរបស់យើងអត់បានទេហើយអេលៀនហ្នឹងក៏បានចាប់កវ៉ែនរបស់យើងទៅនៅពេលដែលឃើញកវ៉ែនហ្នឹងត្រូវបានជាមួយនឹងអេលៀនទាំងអស់ហ្នឹងចាប់គឺបែនអត់ខ្វល់ទេថាផ្ទុះអីក៏ផ្ទុះទៅសំខាន់ប្រែកន្លាទៅជាដៃ4ដើម្បីទៅវាយជាមួយនឹងសត្វអេលៀនទាំងអស់ហ្នឹងតែវាយឺតពេលហើយដោយសារតែអាសត្វទាំងអស់ហ្នឹងនៅពេលដែលវាចាប់បានហើយគឺវាទាញទៅដល់កន្លុកកលៀតណាដែលបែនរបស់យើងរកអត់ឃើញទេដោយសារតែខឹងខ្លាំងគឺឃើញថាបែនរបស់យើងនឹងគឺវាយនៅកន្លែងណាគ្រប់កន្លែងហ្មងដើម្បីដើររកបន្លោះចូលប៉ុន្តែធ្វើមិនក៏ចូលកន្លែងហ្នឹងអត់បានដែរដោយសារតែកន្លែងដែលអាស្មិតរបស់យើងធ្វើហ្នឹងគឺវាតាន់ខ្លាំងទោះបីជាថាតរិចហ្នឹងខំបញ្យល់បែនថាឲ្យស្ងប់អារម្មណ៍ក៏បែនរបស់យើងនឹងអត់ខ្វល់ដែរនៅតែបន្តវាយជាមួយនឹងរបស់របរជុំវិញខ្លួនឡើងខ្ទេចខ្ទីធ្វើមិនឲ្យខ្លួនអស់កម្លាំងយកហ្មងហើយខឹងជាមួយនឹងខ្លួនឯងដែលគិតថាខ្លួននឹងមានជាមួយនឹងនីលកាមួយដែលថាមកពោខ្លាំងប៉ុណ្ណឹងតែអាចជួយជាមួយនឹងមនុស្សដែលខ្លួនឯងស្រឡាញ់បានហើយនេះតាមពិតទៅជាមូលហេតុដែលថេតរិចរបស់យើងនឹងជួយបែនតាមពិតទៅខ្លួនធ្លាប់ជាចៅមួយនៅក្នុងភពរបស់ខ្លួននឹងឯងប៉ុន្តែនៅពេលដែលបានមួយឆ្នាំក្រោយមកនឹងខ្លួនបានធ្វើការឲ្យជាមួយនឹង Vegas ដែលខ្លួនគិតថា Vegas នឹងគ្រាន់តែជួយឲ្យខ្លួននឹងលួចរបស់ធម្មតាមួយទេប៉ុន្តែនៅពេលដែលលួចបានតាមពិតទៅរបស់ហ្នឹងគឺជាខរបស់ភពរបស់ខ្លួនកំពុងតែរស់នៅហ្នឹងហើយ Vegas ក៏បានប្រើធម៌ពលខហ្នឹងដែលខហ្នឹងហើយគឺជារបស់ដែលបានកំទេចជាមួយនឹងភពរបស់ Tetrix ហើយធ្វើឲ្យពូជរបស់ខ្លួននឹងស្លាប់ទាំងអស់នៅសល់តែខ្លួនមួយទេហើយអញ្ចឹងហើយបាទនៅពេលដែលខ្លួនធ្វើការឲ្យ Vegas ម្ដងទៀតហ្នឹងគឺខ្លួនគ្រាន់តែចង់យកការទុកចិត្តរបស់ Vegas ក្នុងការលួចសម្លាប់ Vegas នឹងឯងប៉ុន្តែដោយសារតែជួបជាមួយនឹង Ben ក៏សម្រេចចិត្តថាជួយ Ben មកទៅទើបធ្វើឲ្យ Vegas របស់យើងហ្នឹងចាប់ទុក Tetrix ហ្នឹងថាជាសត្រូវរបស់ខ្លួនដែរនៅពេលដែលកំពុងតែនិយាយគ្នានឹងដែរគឺមានថាមពល energy plus ជាច្រើនហ្នឹងបានបាញ់ជាមួយនឹង Ben ហើយ Tetrix ដែលពួកហ្នឹងត្រូវការពារខ្លួនដើម្បីកុំឲ្យស្លាប់ប៉ុន្តែដោយសារតែនីលការបស់ Ben ហ្នឹងឯងទើបធ្វើអាស្មិតរបស់យើងហ្នឹងសម្រេចចិត្តថាតបជាមួយនឹង Ben របស់យើងវិញហើយ Ben ក៏សូមឲ្យអាស្មិតហ្នឹងដកជាមួយនឹង Self Destruct Mode ហ្នឹងប៉ុន្តែអាស្មិតគឺអត់ព្រមទេដែលនិយាយថារឿងហ្នឹងគឺជារឿងដែលអត់សំខាន់គ្រាន់លឺអាស្មិតនិយាយថាអត់សំខាន់ចឹង Ben គឺប្រែកាឡាជាមួយនឹង Cannonball ដើម្បីកំទេចជាមួយនឹងទ្វារដែលអាស្មិតកំពុងតែនៅទោះបីជាវាតាន់ប៉ុណ្ណាក៏ដោយដោយសារ Ben របស់យើងគឺខំប្រឹងវាយជាមួយនឹងទ្វារហ្នឹងខ្លាំងទើបចុងក្រោយធ្វើឲ្យទ្វារហ្នឹងបែកបាត់អត់និយាយអីច្រើនទេគ្រាន់បើកទ្វារនឹងបានភ្លាមគឺវាយជាមួយនឹងអាស្មិតមុនគេហើយសំខាន់ហ្នឹងបែកជាមួយនឹងអាវអក្រោះរបស់អាស្មិតរបស់យើងចោលទៀតហើយអាស្មិតមែនតើហ្នឹងក៏បានចេញមកអាស្មិតហ្នឹងគឺមានរីករាងខ្ទូចខ្លាំងមែនតើតែ IQ វិញលេខ1ហើយ0ពីក្រោយ30ហើយតាមពិតមូលហេតុដែលអាស្មិតរបស់យើងអត់ចង់ជួយ Ben ហ្នឹងដោយសារខ្លួនបាននិយាយថា Ben ហ្នឹងប្រើនីលកាហ្នឹងអត់ល្អទេទើបធ្វើឲ្យរឿងហ្នឹងកើតឡើងអញ្ចឹងបើខ្ទេចទៅក៏គាត់អត់ខ្វល់ដែរប៉ុន្តែស្ដីឲ្យ Ben អត់ទាន់បានសម្រេចហងគឺវាហ្គេចជាមួយនឹងកងទ័ពជាច្រើនរបស់ខ្លួននឹងបានមកកន្លែងអាស្មិតនឹងដែរហើយមានជាមួយនឹង robot ជាមួយនឹង alien ផ្សេងដើម្បីមកជួយខ្លួនទៀត Ben គឺអត់ខ្វល់ស្លាប់ទេអ្នកនរគ្នាទោះបីជានីលកានឹងប្រើអត់បានក៏ដោយក៏ Ben នឹងប្រើជាមួយនឹងភ្លើងធំរបស់ខ្លួននឹងបាញ់ជាមួយនឹង alien ទាំងអស់នឹងដែរហើយកវែនដែលគេត្រូវចាប់ទៅនឹងគឺបានមកវិញទៀតហើយកវែនក៏បាននិយាយដែរថា alien ដែលមានឈ្មោះថា Gluto នឹងគឺបានជាប់ជាមួយបំណែករបស់ខ្លួនតិចតួចជាប់លើអាវរបស់ខ្លួនអញ្ចឹងហើយបានជាខ្លួននឹងកើតមកឡើងវិញដោយសារតែមួយហ្នឹងឲ្យតែមានខ្លួននៅសល់គឺវាកើតមកវិញបានហើយប៉ុន្តែកាន់តែវាយកាន់តែយូរនឹងមានអារម្មណ៍ថាគឺវាយអត់ឈ្នះជាមួយនឹងវាហ្គេចទេហើយនីលកាបបែនហ្នឹងក៏ប្រើអត់កើតទៀតហើយវានឹងបំរុងនឹងផ្ទុះប៉ុន្តែផ្ទុះចាំពេលវាហ្គេចហ្នឹងកំពុងតែចង់យកនីលកាបបែនទោះបីជាអាស្មិតអត់ចូលចិត្តបែនហ្នឹងប្រើនីលកាហ្នឹងអត់បានល្អក៏ដោយប៉ុន្តែដោយសារតែវាហ្គេចហ្នឹងក៏គាត់អត់ចង់បាននីលកាហ្នឹងឲ្យទៅកាន់វាហ្គេចដែរមូលហេតុហ្នឹងគឺវាហ្គេចហ្នឹងនឹងយករបស់ហ្នឹងយកទៅធ្វើអំពើអាក្រក់ហើយអាស្មិតហ្នឹងបានយកខនីលកាហ្នឹងដើម្បីបោកជាមួយនឹងអេលៀនមួយទៀតដែលខ្លាំងអាចវាយយកឈ្នះជាមួយនឹងវាហ្គេចជាមួយនឹងកងទ័ពរបស់វាហ្គេចទាំងអស់ហើយបានមកសន្ទុះក្រោយមកហ្នឹងគឺអាស្មិតហ្នឹងបានជួសជុលនីលកាហ្នឹងហើយបោកជាមួយនឹងអេលៀនថ្មីសម្រាប់បែនរបស់យើងទៀតដែលឈ្មោះរបស់វាហ្នឹងគឺ Vibik អេលៀនហ្នឹងមិនធំតែខ្លួនទេណាធំហើយមានកម្លាំងខ្លាំងទៀតដែលកងទ័ពរបស់វាហ្គេចហ្នឹងគឺវាកំទេចរយៈពេលខ្លីខ្លាំងមែនតើនៅពេលដែលបែនរបស់យើងចាប់វាហ្គេចបានវាហ្គេចហ្នឹងគឺបានយកកញ្ញារបស់ខ្លួនហ្នឹងខំជាមួយនឹងដៃរបស់បែនទៅធ្វើឲ្យបែនគប់ជាមួយនឹងវាហ្គេចរបស់យើងយកទៅចោលបាត់ទៅនៅពេលចុងក្រោយហ្នឹងបែនសម្រេចចិត្តឲ្យថាឲ្យនីលកាហ្នឹងទៅអាស្មិតវិញប៉ុន្តែអាស្មិតនិយាយថាឯងអាចទុកនីលកាហ្នឹងបានប៉ុន្តែឯងត្រូវតែសន្យាថាប្រើនីលកាហ្នឹងឲ្យបានល្អអញ្ចឹងនេះហើយជាមូលហេតុដែលបែនរបស់យើងនៅតែមាននីលការហូតដល់ឥឡូវហ្នឹងឯងហើយមិនត្រឹមតែប៉ុណ្្នឹងទេអាស្មិតហ្នឹងគឺបានដឹកកវែនជាមួយនឹងបែនរបស់យើងហ្នឹងទៅជួបជាមួយនឹង Grandpa មិនវិញទៀតហើយ movie Ben 10របស់យើងហ្នឹងក៏បានចាប់ត្រឹមហ្នឹងដែរ
ហើយក៏សូមអរគុណជាមួយនឹងប្រូពីរនាក់ដែលបានបាញ់ ABA ក្នុងការ support channel របស់ខ្ញុំផងដែរចឹងបើអ្នកទាំងអស់គ្នាចង់ support ជាមួយនឹងខ្ញុំដែរនេះគឺជា ABA របស់ខ្ញុំហើយអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលតែងមើលវីដេអូរបស់ខ្ញុំដល់ចប់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តគាំទ្រជាមួយនឹងវីដេអូរបស់ខ្ញុំទៀតអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែន Goodbye and good luck